សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកដល់រើសកូនឡាននៅតាមមាត់ទឹកទីហើយពុកម៉ែបងប្អូនបាទតោះយើងទៅដល់រើសកូនឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតែននេះណាទៅកូនឡាននេះណាទៅកូនឡាននេះណាទៅអូវ៉ាវអូពុកម៉ែបងប្អូនអើយមើលចង់ឃើញពុកម៉ែបងប្អូនបាទនេះវ៉ាវនៅក្រោមចានស្នោសោះពុកម៉ែបងប្អូនបាទវ៉ាវអត់តែមិនអូវ៉ាវអូតិចនៅក្រោមនេះទៀតទៅពុកម៉ែបងប្អូនបាទអូវ៉ាវអូ my god អត់តែមិនវ៉ាវមិននឹកស្មានថានៅក្រោមចានស្នោសោះពុកម៉ែបងប្អូនបាទនេះមានទាំងយន្តហោះមានទាំងកូនឡានស្អាតច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទមានទាំងឡានបាញ់ទឹកមានទាំងអេសកាពុកម៉ែបងប្អូនបាទនេះអានេះកង់អេសកាពុកម៉ែបងប្អូនបាទនេះហើយដាច់ចេញពីគ្នាបាត់ទៅហើយពុកម៉ែបងប្អូនបាទនេះវ៉ាវស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទអត់តែមិនវ៉ាវអូ my god នេះឥឡូវយើងទុកមក10សិនពុកម៉ែបងប្អូនបាទចាំយើងប្រមូលទៅផ្ទះឲ្យក្មួយលេងពុកម៉ែបងប្អូនបាទព្រោះអីកូនឡានច្រើនខ្លាំងណាស់យើងរើសបានមិញពុកម៉ែបងប្អូនបាទនេះហើយមានទាំងឡានប្រណាំងពឿក្រហមស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទវ៉ាវអូ my god អត់តែមិនវ៉ាវឥឡូវទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវឡានស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទមិននឹកស្មានថាចានស្នោនេះនៅក្រោមឡាននឹងសោះពុកម៉ែបងប្អូនបាទនៅលើឡានបាទអូវ៉ាវអានេះឡានក៏ឡានប៉ណ្ណឹងដែរពុកម៉ែបងប្អូនបាទប៉ុន្តែនៅសល់តែត្រង់ឆ្អឹងនោះទេបាត់ត្រង់ខ្លួនទៅណាបាត់ទៅហើយពុកម៉ែបងប្អូនបាទឥឡូវទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនបាទតែមិនបាទអានេះកូនឡានដឹកភ្ញៀវពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនបាទឥឡូវទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនបាទនេះមានទាំងឡានប្រណាំងពឿទ្រុយជែកពឿលឿងស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនអើយបាទវ៉ាវអូ my god វ៉ាវវ៉ាវស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនបាទឥឡូវនេះទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវបានច្រើនខ្លាំងណាស់ពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងមកមើលឡានស្ទូចមួយទៀតពុកម៉ែបងប្អូនបាទហើយឡានស្ទូចនេះស្ទូចបានខ្ពស់ខ្លាំងណាស់ពុកម៉ែបងប្អូនបាទព្រោះអីនេះអាកន្លែងនេះវាដកកបានឆ្ងាយពុកម៉ែបងប្អូនបាទឡានមកប្រភេទនេះពុកម៉ែបងប្អូនវ៉ាវអូ my god ពុកម៉ែបងប្អូនវ៉ាវសុទ្ធតែកូនឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទហើយយើងមើលកូនឡាននេះមួយទៀតពុកម៉ែបងប្អូនបាទមើលអស់នៅពុកម៉ែបងប្អូនបាទខ្លាចនៅកូនឡាននៅក្រោមថង់នៅអីទេអញ្ចឹងណាបាទអូអស់បាទហើយពុកម៉ែបងប្អូនបាទហើយឡានមួយនេះដែរឡានដឹកភ្ញៀវពុកម៉ែបងប្អូនបាទហើយពឿទ្រុយជែកពិតជាលិចស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងអស់ហើយពុកម៉ែបងប្អូនបាទអស់កូនឡានហើយពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងប្រមូលកូនឡានដែលយើងរឹកបានទាំងប្រមាណនេះហ្នឹងយើងយកទៅផ្ទះឲ្យក្មួយលេងពុកម៉ែបងប្អូនបាទព្រោះឯងកូនឡានពិតជាស្រស់ស្អាតខ្លាំងណាស់ពុកម៉ែបងប្អូនបាទបាយ